ជំរាបសួរពុកម៉ែបងប្អូនយើងខ្ញុំទៅមើលគោទៀតហើយនេះគោកំពុងតែឲ្យស៊ីថ្នោតឲ្យទៅដឹកទៅចងនៅក្នុងស្រែស្រូវហើយពូគាត់ពូអាវក្រហមគាត់មកលើងដំឡូងយកទៅដុតញ៉ាំនៅពេលដែលយើងកំពុងតែមើលគោហ្នឹងដំឡូងនេះគឺយើងស្រួលដាំណាបងប្អូនយើងកាយលើងចឹងហើយទៅយើងគ្រាន់តែកប់វាវិញទៅឆ្នាំក្រោយឡើងបានញ៉ាំទៀតណាប៉ុន្តែយើងកប់យូរទៅមួយច្រើនណាបងប្អូនអើយស្អែកស្កះតែម្ដងតែដកបរាជ័យពីរដងពូអត់មានមើមទេចាពេលឆ្លៀតពូដកដំឡូងហ្នឹងយើងមកមើលទេសភាពវាស្រែចាយើងមានដូងបងប្អូនពេលទំនេរយើងអាចឆ្លៀតពេលដាំសក្រីនេះសក្រីយើងដាំដូងដាំអីចឹងទៅយើងជួយជីវភាពគ្រួសារជួយជីវភាពផ្ទាល់ខ្លួនរបស់យើងបានណាបងប្អូននេះដលងបន្ទាប់ពីបរាជ័យបានមកគុំនេះណែនតែម្ដងបងប្អូនអើយយកទៅដុតញ៉ាំលេងនៅពេលដែលយើងមើលថែទាំគោហ្នឹងណាហើយគោនេះគ្រាន់តែឃើញម្ចាស់ដើរមកហើយឲ្យស៊ីថ្នោតផងស្អីផងតែមើលទៅដល់ស្គមអញ្ចឹងគិតថារពេទ្យសត្វមកចាក់ថ្នាំតម្លាក់សត្វល្អិតហើយស្លូតដែរបងប្អូនហើយមើលនេះហើយមើលយើងមើលយ៉ាងបើថ្នោតផងអីផងអត់ធាត់ទេអញ្ចឹងបងប្អូនបើគោបងប្អូនមានបញ្ហាបែបហ្នឹងដែរគឺយើងចាក់ថ្នាំណាហៅពេទ្យសត្វមកចាក់ថ្នាំតម្លាក់សត្វល្អិតឲ្យហើយស្រូវយើងពេលណាដល់អាយុប៉ុណ្ណេះយើងឲ្យគោស៊ីដើម្បីកុំឲ្យពេលស្រូវទុំទៅវាត្រូពេកវែងពេកត្រូមពេកអញ្ចឹងហើយឥឡូវចង់ឲ្យស៊ីអញ្ចឹងទៅស្រូវហ្នឹងអត់សូវត្រូមទេនៅពេលដែលយើងច្រូតហើយបានប្រយោជន៍ទេឃើញហើយបានប្រយោជន៍គោយើងផងបានប្រយោជន៍ស្រូវយើងនៅពេលដែលច្រូតហ្នឹងល្អផងមើលចោះអត់ធាត់ទេអញ្ចឹងមានតែចាក់ថ្នាំតម្លាក់សត្វល្អិតមួយបញ្ចូលសិនហើយអត់បានជិត2ខួបហើយបងប្អូនខែ12ហ្នឹងបាន2ខួបហើយ2ខួបហើយតិចធ្លាក់មកសបុកទៀតបានកាន់តែច្រើនហើយអញ្ចឹងយើងជារបរដូនតារបស់យើងថែរក្សាបងប្អូនណាបន្ទាប់ពីមើលគោបានមួយផ្លែតនេះដំឡូងឆ្អិនបាត់ចាឈ្ងុយមែនតើបងប្អូនអើយហើយនេះមិនមែនអាចគោទេណាគឺជាកំតិចកំទីផេះដែលយើងយកមកដុតហ្នឹងហើយពេលហ្នឹងយើងមានសបកអញ្ចឹងយកកបិតមកកោសឲ្យស្អាតមកគ្មានដីគ្មានអីបងប្អូនមេរោគអីអត់ទេហើយយើងញ៉ាំបានជំនួសបាយបានដែរដំឡូងមីអញ្ចឹងញ៉ាំដំឡូងហើយមិនញ៉ាំបាយច្រើនទេបងប្អូនអើយបន្ទាប់ពីញ៉ាំដំឡូងហើយគាត់សម្អាតក្រៅរួចហើយតាក់គោតាក់អីរួចហើយគាត់រៀបចំទៅផ្ទះហើយគាត់មើលម៉ោងគាត់ថា5កន្លះហើយគាត់ទៅផ្ទះតែនៅបារម្ភគោគាត់បារម្ភមេគោនេះចិត្តកើតហើយអញ្ចឹងទៅគាត់បារម្ភគាត់មើលពោះកាន់តែធំតបងប្អូនអើយចិត្តកើតហើយអញ្ចឹងគាត់ចង់យកមុំមកចងចាំមើលគោគាត់ហើយស្រឡាញ់គោមែនតែនពូ